បបចុះពិនិត្យស្ថានីយ៍ប្រេង PTT 2004 ម្ចាស់ទីតាំងសម្រាប់បញ្ឈប់បុគ្គលិកក្រោយចាក់សាំងមិនគ្រប់លីត្របន្ទាប់ពីទទួលបានព័ត៌មានករណីសង្ស័យចាក់ប្រេងឥន្ធនៈមិនគ្រប់បរិមាណនៅថ្ងៃទី8ខែមេសាឆ្នាំ2025មន្ត្រីជំនាញសាខាកបបរាជធានីភ្នំពេញបានដឹកនាំមន្ត្រីចុះពិនិត្យនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅក្នុងភូមិត្រពាំងឈូកសង្កាត់អូបៃក្អមផ្លូវ2004កែងជាមួយនឹងផ្លូវសាឡាតាមលទ្ធផលរបស់មន្ត្រីជំនាញបានរកឃើញថាបរិមាណសាំងគ្រប់លីត្រត្រឹមត្រូវប៉ុន្តែបញ្ហាអាចមកពីបច្ចេកទេសរបស់បុគ្គលិកសូមបញ្ជាក់ថាកាលពីថ្ងៃទី5ខែមេសាមានករណីបង្ហោះពីបញ្ហាចាក់សាំងមិនគ្រប់លីត្រនៅលើបណ្ដាញសង្គមបង្កឲ្យមានការរិះគន់ហើយកាលពីថ្ងៃម្សិលមិញម្ចាស់ទីតាំង PTT សាខាផ្លូវ2004បានទទួលស្គាល់នៅទង្វើមិនគប្បីរបស់បុគ្គលិកដោយបុគ្គលិករូបនេះចាក់សាំងមិនគ្រប់លីត្រឲ្យភ្ញៀវបែរជាចោទប្រកាន់ទៅលើម៉ាស៊ីនចាក់សាំងថាមានបញ្ហាទៅវិញសូមបញ្ជាក់ថាម៉ាស៊ីនចាក់សាំងមិនមានបញ្ហាអ្វីទេនោះគឺជាទង្វើរបស់បុគ្គលក្រោយពីអ្នកមើលការខុសត្រូវនៅក្នុងស្ថានីយ៍បានទៅមើលកាមេរ៉ាសុវត្ថិភាពនិងឃើញនៅទង្វើរបស់បុគ្គលិករូបនេះពិតជាមានចេតនាបន្លំលិទ្ធភ្ញៀវហើយប្រើពាក្យពេចន៍មិនល្អនិងជាពិសេសទៀតនោះគឺបង្ហាញអាកប្បកិរិយាដែលមិនគួរគប្បីច្រើនដល់ភ្ញៀវម្ចាស់ទីតាំងសម្រាប់បញ្ឈប់បុគ្គលិករូបនេះចាប់ពីថ្ងៃនេះតទៅការចេញមកបកស្រាយគឺដោយសារតែបុគ្គលិករូបនេះមិនបានបង្ហាញកុងទ័រជូនភ្ញៀវព្រមទាំងមានចេតនាដាក់កៃចាក់សាំងរលុងមិនជាប់ដែលធ្វើឲ្យមិនទាន់ដាច់លីត្រចាស់ចំនួន1លីត្រដើម្បីយកលុយពីភ្ញៀវបន្ថែមពលគឺមានចេតនាបន្លំយកលុយពីភ្ញៀវចំនួន1លីត្រ